បនិតកាត់គ្រីម៉ូតូស៊េរីទៀបស្រួលមើលទេបើសិនជាយើងមានទូរស័ព្ទយើងថតហើយយើងបរិចមើលកាលណាយើងបរិចហើយយើងឃើញវាដាមវាឲ្យអត់ដូច copy ជន់ពីលើអត់អាហ្នឹងបញ្ហាគឺថាយកកាត់គ្រីម៉ូតូផ្សេងនិងយកផ្លាកលេខកាត់អាលេខម៉ាស៊ីនលេខទូម៉ូតូផ្សេងហ្នឹងយកមកតម្រូវគ្នាកាលណាយកមកតម្រូវគ្នាគេ copy ជន់ពីលើបើជន់ពីលើយើងមើលភ្នែកជួនកាលយើងអត់ចាប់អារម្មណ៍ទេប៉ុន្តែបើសិនជាយើងថតរូបហើយយើងបរិចបន្តិចមកឃើញស្នាមបើយើងឃើញស្នាមយើងចាប់អារម្មណ៍មែនទេប៉ុន្តែបើទោះជាមិនឃើញស្នាមក៏យើងត្រូវប្រយ័ត្នដែរយើងទាញផ្ទាត់ទៅលេខទូលេខម៉ាស៊ីនហើយក្បាលលេខប្រមាណលេខទូប្រមាណលេខម៉ាស៊ីនប្រមាណបើសិនជាស៊េរីខ្ពស់យើង scan មើលបើស៊េរីទាបពិនិត្យមើលកាត់គ្រីអាយឬក៏មិនអាយយើងស្រួលមើលទេអញ្ចឹងយើងប្រយ័ត្នណាបងប្អូនខ្លះតែច្រឡំកាត់គ្រីគេ copy កាត់គេ copy color ហ្នឹងគេដាក់រឹងមកគឺស្តៀងគ្នាប៉ុន្តែក៏ត្រូវតែប្រយ័ត្នវានៅតែមានចំណុចខ្សោយអញ្ចឹងបើបងប្អូនកាត់គីស៊េរីចាស់គេ copy ជន់ទៅលើបងប្អូន copy មិនបាច់នេះយើងប្រើរូបថតយើងថតរូបតាមទូរស័ព្ទហើយយើងបរិចមើលដល់ពេលយើងបរិចមើលហើយឃើញមានដាមអត់បើសិនជាឃើញមានដាមបងប្អូនកុំទិញជាពិសេសចំពោះម៉ូតូដែលមានតម្លៃធូរថោកម៉ូតូអនឡាញបើសិនយើងទិញយើងឲ្យគេបាញ់ឲ្យគេបាញ់កាត់គ្រីឲ្យយើងមើលសិនទៅរួចហើយយើងយកមកប្រិចប្រួមមើលអញ្ចឹងយល់ល្អយើងទិញតាមអនឡាញនេះឲ្យគេថតលេខទូលេខម៉ាស៊ីនទៀងទាត់ឲ្យយើងផ្លាកលេខឲ្យយើងមកយើងស្រួលមើលអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នប្រយែងអត់បានទេព្រោះសម័យឥឡូវគឺសម័យបោកក៏ច្រើនអ្នកល្អក៏ច្រើនអ្នកអាក្រក់ក៏ច្រើនចឹងជាពិសេសគឺម៉ូតូតម្លៃធូរខុសពីធម្មតាម៉ូតូតម្លៃថោកខុសពីធម្មតាបើសិនជាគេហ៊ានថតកាត់គ្រីឲ្យយើងមើលគេថតលេខទូលេខម៉ាស៊ីនឲ្យយើងមើលអញ្ចឹងមានថាឱកាសនៃការបោកគឺវាថយហើយបើសិនជាគេអត់ហ៊ានថតលេខទូលេខម៉ាស៊ីនផ្លាកលេខឲ្យយើងមើលទេគេទាកក់លុយកក់ការអញ្ចឹងបងប្អូនប្រយ័ត្នឲ្យមែនទែនព្រោះរឿងកក់ហ្នឹងកក់ឲ្យគេប្លុកបាត់អញ្ចឹងប្រយ័ត្នអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងរឿងឈរបោកហ្នឹងវាមិនចេះតែស្រួលទេ